យូនៅពេលខាងមុខក្រុមហ៊ុនបាយតិចហ្នឹងណាវាតដើមយកចំណែកទីផ្សាររបស់ពួកយើងអស់ហើយស្នើឲ្យទៅដល់ថ្នាក់ដឹកនាំក្រសួងឬក៏ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធហ្នឹងជួយរកដំណោះស្រាយខ្ញុំជឿថាអាជីវករអ្នកកាប់ជ្រូកយើងទាំងអស់គ្នាសិតតែជួបដូចគ្នាបញ្ហាជ្រូករស់ឡើងថ្លៃនេះផលលំបាកគឺថាវាឡើងហើយយើងលក់ពិបាកនៅលើទីផ្សារមូលហេតុដែលធ្វើឲ្យជ្រូកឡើងថ្លៃហ្នឹងគឺជ្រូកមានការនាំចេញទៅក្រៅហើយគេរើសយកតែផែនជ្រូកដែលល្អដែលត្រូវតម្រូវការនៅប្រទេសជិតខាងយើងត្រូវការហ្នឹងហើយចំណែកជ្រូកដែលនៅសេសសល់ដែលគីឡូចេញពីជ្រូកដែលនាំចេញទៅហ្នឹងយកមកឲ្យអាជីវករយើងទាំងអស់គ្នាថ្លឹងឲ្យយើងហាក់នៅតម្លៃដ៏ខ្ពស់មួយទៀតថ្លៃជាងជ្រូកដែលល្អសម្រាប់នាំចេញហ្នឹងបញ្ហាមួយទៀតដែលយើងជួបប្រទះបច្ចុប្បន្នគឺពាក់ព័ន្ធនឹងអាជីវកម្មរបស់យើងដែលក្រុមហ៊ុនធំធ្វើការចង់បានមុខរបររបស់ពួកយើងទាំងអស់គ្នាដូចជាក្រុមហ៊ុន CP មួយដែលជាក្រុមហ៊ុនធំជាងគេនៅស្រុកខ្មែរធ្វើការកាប់ធ្វើបាយត្រជាក់បាយក្តៅចែកចាយសពគ្រប់បែបយ៉ាងហើយនៅពេលខាងមុខប្រហែលជាមានគម្រោងធ្វើគ្រឿងបំណែកផ្សេងទៀតហ្នឹងហើយវាលក់ខុសពីការលក់ឲ្យមកយើងដែលចែកជ្រូករស់បើយើងជាអាជីវករអ្នកកាប់ជ្រូកដូចគ្នាយើងទិញជ្រូករស់នៅតម្លៃណាមួយយើងដឹងហើយរាល់ថ្ងៃនេះហើយយើងយកមកវាយទីប៉ាយប្រមាណបើយើងអាចបានទទួលបានផលចំណេញខ្លះដូចជាចំណេញបានក្បាលដាច់ឬលុយកាក់តិចតួចដែលយើងមិនទាន់គិតកម្មករមិនទាន់គិតអីផងហើយវាយកមកវាយជាគ្រឿងបំណែកជាគ្រឿងចំហៀងដូចគ្នាប៉ាយត្រជាក់ហ្នឹងតម្លៃថោកជាងវាលក់ជ្រូករស់ឲ្យយើងទៅទៀតដែលយើងទិញជ្រូករស់វាមកតម្លៃថ្លៃយកមកធ្វើជាប៉ាយចំហៀងតម្លៃថ្លៃជាងវាលក់ប៉ាយចំហៀងឲ្យមកអាជីវករយើងហើយបើយើងនិយាយពីម៉ួយដែលមកយកទីប៉ាយរបស់យើងទាំងអស់គ្នាហ្នឹងបើម៉ួយហ្នឹងស្រួលលុយវាមិនមកយកទីប៉ាយយើងតម្លៃដែលប៉ាយក្តៅល្អហ្នឹងទេដែលតម្លៃថ្លៃទេវាប្រកាសជាទៅទិញក្រុមហ៊ុនហើយព្រោះវាមានលុយទិញយើងនិយាយឲ្យត្រង់ចឹងទៅវាគឺតែទិញនៅប៉ាយរបស់ក្រុមហ៊ុន CP ហើយវាតាក់ទងទិញខ្លួនវាហើយតម្លៃថោកជាងយើងយកមកដាក់ប៉ាយនៅក្នុងកុងស៊ីកន្លែងដែលយើងកាប់ហើយព្រោះវាមានលុយទិញអញ្ចឹងម៉ួយដែលមកយករបស់យើងរាល់ថ្ងៃនេះភាគច្រើនគឺពិបាកលុយឬទាលុយហ្នឹងហ្មងឬក៏ម៉ួយដែលរកមួយយើងយូរហើយវានៅរត់ចេញពីយើងវាមិនកើតហ្នឹងអាហ្នឹងយើងចង់និយាយពីទុកកង្វល់ហ្នឹងហើយពេលខាងមុខបើយើងនៅបន្តឲ្យ CP ក្រុមហ៊ុនធំនៅតែបន្តកាប់ធ្វើប៉ាយហ្នឹងដឹកចែកចូលមកក្នុងក្រុងភ្នំពេញឬតាមបណ្ដាខេត្តបើមានអាជីវករតាមខេត្តអ្នកលក់សាច់ជ្រូកដូចគ្នាប្រកាសជាជួបនៅផលលំបាកដូចគ្នាមិនខុសគ្នាទេយូរនៅពេលខាងមុខក្រុមហ៊ុនប៉ាយតិចហ្នឹងណាវាតដើមយកចំណែកទីផ្សាររបស់ពួកយើងអស់ហើយព្រោះវាធ្វើកម្រិតកំណត់របស់វាថាតម្រូវការត្រឹមប៉ុណ្ណាក្នុងរយៈពេលគោលការណ៍ផែនការរបស់វាគម្រោងរបស់វាថារយៈពេលកន្លះឆ្នាំឬមួយឆ្នាំវាធ្វើនៅចំនួនកំណត់មួយថាយកឲ្យត្រឹមប្រហែល200ក្បាលឬ1000ក្បាលគឺវាវាយយុទ្ធសាស្ត្រទីផ្សារវាអត់មានតម្លាភាពមួយពួកយើងអ្នកដែលទិញជ្រូករបស់ក្រុមហ៊ុនហ្នឹងយកមកកាប់ទេព្រោះវាវាយពេលប្រើយុទ្ធសាស្ត្រថ្លៃវាយកលក់ថ្លៃថោកជាងយើងបាទហើយដល់ចឹងយើងទៅទប់ទល់មួយវាមិនព្រោះយើងទិញរបស់ពួកវាយកមកហ្នឹងហើយសួរក្រុមហ៊ុនហ្នឹងក្រុមហ៊ុនរបស់យើងក្នុងស្រុកមែនប្រជាជនយើងក្នុងស្រុកមែនបានប្រយោជន៍មកកសិករក្នុងស្រុកយើងទាំងអស់គ្នាឬក៏អាជីវករយើងទាំងអស់គ្នាមែនបានសម្រាប់តែអ្នកហូបថាបានតម្លៃធូរក៏ក្នុងរយៈពេលមួយដ៏ខ្លីដែរយ៉ាងច្រើនមួយឆ្នាំពីរក៏វាយលុកយកទីផ្សារចង់អស់ពួកយើងខ្លះបោះបង់មុខរបរដែលយើងរកស៊ីហ្នឹងទៅណាដល់យើងបោះបង់ទៅក្រុមហ៊ុនវាបានពេញដៃក្តាប់ពេញដៃវាគង់តឡើងថ្លៃមកវិញទេរបស់លោកហ្នឹងនោះអញ្ចឹងយើងគួរតែគិតយើងត្រូវតែមានគម្រោងផែនការមួយជុំគ្នាបែបនេះដើម្បីធ្វើការតវ៉ាហ្នឹងហើយតវ៉ាបញ្ចេញមតិតស៊ូមតិដើម្បីអត្ថប្រយោជន៍យើងទាំងអស់គ្នាហើយការដែលក្រុមហ៊ុន CP ខ្ញុំនិយាយនេះសម្រាប់តែក្រុមហ៊ុនមួយទេណានៅក្រុមហ៊ុនផ្សេងទៀតក៏គ្រោងធ្វើតាមគ្នាមិនខុសគ្នាប្រហែលដែរបើយើងនិយាយតែក្រុមហ៊ុនហ្នឹងមួយទៅបានហើយបាទហើយកុំថាណាអ្នកចិញ្ចឹមជ្រូកក្នុងស្រុករាល់ថ្ងៃកសិករចិញ្ចឹមខ្ញុំអ្នកចោះចាប់ផ្ទាល់ហើយឲ្យតែតេមកឲ្យតែរៀងធូរតម្លៃជាងក្រុមហ៊ុនបន្តិចខ្ញុំបោឡានទៅចាប់ហើយទៅជួយចាប់របស់កសិករយកមកកាប់ហើយបាទនៅខ្ញុំនិយាយត្រង់ហ្មងកសិករចិញ្ចឹមប្រហែលមានមិនបាន 10% ទេដែលភាគច្រើនគឺចិញ្ចឹមអាលក្ខណៈទូចខ្នាតទូចចិញ្ចឹមគ្រាន់តែសល់បាយសល់កន្ទុកទេ
បើចិញ្ចឹមជាទ្រង់ទ្រីធំដូចក្រុមហ៊ុនមានតិចតួចណាស់ដែលមានបើកជាកសិដ្ឋានចិញ្ចឹមដល់មេខ្ទង់100ខ្ទង់50ខ្ទង់100ក្បាលនោះហ្នឹងហើយបាទហើយអញ្ចឹងយើងខ្ញុំចង់ស្នើឲ្យទៅដល់ថ្នាក់ដឹកនាំក្រសួងឬក៏ស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធហ្នឹងជួយរកដំណោះស្រាយតាមរយៈការបញ្ចេញមតិផ្ដល់ជាព័ត៌មានជូនទៅនឹងបាទដើម្បីជួយដល់អាជីវករក៏ដូចជាកសិករចិញ្ចឹមជ្រូកក្នុងស្រុកផងដែរបាទអរគុណច្រើន